ទី2ក្នុងរឿងព្រហ្មទណ្ឌគេចែកបណ្ដឹងជា2គឺមួយហៅថាបណ្ដឹងអាញាឬហៅថាបណ្ដឹងព្រហ្មទណ្ឌទី2គឺបណ្ដឹងរដ្ឋប្រវេណីបណ្ដឹងរដ្ឋប្រវេណីវានៅលើសិទ្ធិរបស់ជនរងគ្រោះហើយបណ្ដឹងនេះមានគោលដៅចម្បងទី1ទាមទារឲ្យមានការផ្ដន្ទាទោសទី2គឺទាមទារសំណងការខូចខាតអញ្ចឹងការសុំទោសក្តីការប៉ះពើការខូចខាតក្តីប្រសិនបើមានវាពាក់ព័ន្ធតែជនរងគ្រោះទេប៉ុន្តែមិនពាក់ព័ន្ធជាមួយនឹងបណ្ដឹងអាញាឡើយឃើញទេបណ្ដឹងអាញាដែលចោទប្រកាន់នេះគឺមានតែព្រះរាជអាជ្ញាជាអ្នកចោទប្រកាន់ហើយគ្មានអំណាចណាមួយទៅបន្លត់វាបានទេអញ្ចឹងត្រូវដំណើរការរហូតទៅដល់សាលក្រមចូលជាសាពោបាទអញ្ចឹងមិនអាចថាគាត់មកសុំទោសគាត់បងលុយឲ្យជនរងគ្រោះដូចខ្ញុំលើកឡើងមិញសូម្បីតែរឿងចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ដោយអចេតនាផងដោយអចេតនាផងសងសំណងការខូចខាតហើយក៏មិនអាចរួចពីការផ្ដន្ទាទោសដែរនេះគឺជាភាពមើងម៉ាត់ដែលសម្ដេចមហាវត្តធិបតីលោកបានដាក់ចេញជាគោលការណ៍ដើម្បីពង្រឹងកិច្ចការងារនេះចាប់តាំងពីដើមនីតិកាលឃើញទេ